Hello 大家好ថ្ងៃនេះជួបជាមួយឡាស៊ូទៀតហើយចឹងសម្រាប់ថ្ងៃនេះគឺយើងរៀនអំពីប្រយោគថ្មីសម្រាប់ដែលបងប្អូនដែលចង់រៀនប្រយោគភាសាចិនអាចទស្សនាវីដេអូមួយនេះបានដោយសារវីដេអូមួយនេះខ្ញុំបានដកស្រង់សុទ្ធតែប្រយោគល្អៗដើម្បីជំនួសដល់ការរៀនដល់អ្នកទាំងអស់គ្នាដែលគាត់ចង់រៀនអំពីប្រយោគភាសាចិនអញ្ចឹងគឺយើងចាប់ផ្ដើមប្រយោគទាំងអស់គ្នាបាទអញ្ចឹងប្រយោគយើងថ្ងៃនេះគឺយើងមាន5ប្រយោគអញ្ចឹងប្រយោគទី1របស់យើងបាទយើងអានទាំងអស់គ្នា学习一门语言需要耐心បាទយើងអានម្ដងទៀត学习一门语言需要耐心បាទអញ្ចឹងប្រយោគនេះយើងប្រើថាការរៀនភាសាមួយត្រូវការភាពអត់ធ្មត់បាទអញ្ចឹងយើងមើលពាក្យពិបាកនៅក្នុងប្រយោគនេះបាទអញ្ចឹងពាក្យថា学习បាទ学习យើងប្រែថារៀនសូត្រ语言បាទ语言យើងប្រែថាភាសា耐心បាទ耐心យើងប្រែថាអត់ធ្មត់អញ្ចឹងយើងមកអានប្រយោគនេះម្ដងទៀត学习一门语言需要耐心បាទយើងប្រែថាការរៀនភាសាមួយត្រូវការភាពអត់ធ្មត់បាទអញ្ចឹងយើងមកមើលប្រយោគទី2របស់យើង为了实现的梦想我每天都坚持学习បាទយើងអានម្ដងទៀត为了实现的梦想我每天都坚持学习បាទយើងប្រែថាដើម្បីសម្រេចក្តីសុបិនខ្ញុំតស៊ូរៀនរាល់ថ្ងៃបាទអញ្ចឹងយើងមកមើលពាក្យនៅក្នុងប្រយោគយើងទាំងអស់គ្នាបាទអញ្ចឹងពាក្យថា为了បាទ为了យើងប្រែថាដើម្បី实现បាទ实现យើងប្រែថាសម្រេច梦想បាទ梦想យើងប្រែថាក្តីសុបិនបាទពាក្យថា坚持បាទ坚持យើងប្រែថាតស៊ូបាទអញ្ចឹងយើងមើលប្រយោគយើងម្ដងទៀត为了实现的梦想我每天都坚持学习បាទយើងប្រែថាដើម្បីសម្រេចក្តីសុបិនខ្ញុំតស៊ូរៀនរាល់ថ្ងៃបាទអញ្ចឹងយើងមើលប្រយោគទី3យើង无论遇到什么困难我们都不能放弃យើងអានម្ដងទៀត无论遇到什么困难我们都不能放弃អញ្ចឹងត្រង់ប្រយោគនេះគឺយើងប្រែថាមិនថាជួបការលំបាកអ្វីក៏ដោយយើងមិនត្រូវបោះបង់ឡើយបាទអញ្ចឹងយើងមកមើលពាក្យនៅក្នុងប្រយោគនេះទាំងអស់គ្នាបាទអញ្ចឹងពាក្យថាឧលុនបាទឧលុនមានន័យថាមិនថាអ៊ីតៅបាទប្រែថាជួប什么困难មានន័យថាលំបាកអ្វីបាទយើងពាក្យបន្តទៀតពុនឹងបាទពាក្យថាពុនឹងគឺប្រែថាមិនអាច放弃បាទ放弃យើងប្រែថាបោះបង់អញ្ចឹងសរុបប្រយោគយើងនេះម្ដងទៀតបាទតោះយើងអានដល់អស់គ្នា无论遇到什么困难我们都不能放弃បាទយើងប្រែថាមិនថាជួបការលំបាកអ្វីក៏ដោយយើងមិនត្រូវបោះបង់ឡើយបាទអញ្ចឹងយើងមកមើលប្រយោគយើងមួយទៀតតើអានទាំងអស់គ្នា这个工作没有我的想象中那么复杂បាទយើងអានម្ដងទៀត这个工作没有我想象中那么复杂បាទអញ្ចឹងប្រែថាការងារនេះមិនស្មុគស្មាញដោយខ្ញុំគិតទេបាទអញ្ចឹងយើងមើលពាក្យលំបាកនៅក្នុងប្រយោគនេះទាំងអស់គ្នាបាទពាក្យថាកងជក់បាទកងជក់យើងប្រែថាការងារមិនយោបាទមិនយោយើងប្រែថាមិនមានបាទពាក្យថាហ្វូចាបាទហ្វូចាប្រែថាស្មុគស្មាញបាទអញ្ចឹងយើងអានប្រយោគនេះម្ដងទៀត这个工作没有我想象中那么复杂បាទគេថាការងារនេះមិនស្មុគស្មាញដូចខ្ញុំគិតទេបាទអញ្ចឹងយើងមើលប្រយោគយើងមួយទៀតជាប្រយោគចុងក្រោយតើអានដល់គ្នា只要不多努力才能取得成功បាទអានម្ដងទៀត只要不多努力才能取得成功បាទត្រង់ប្រយោគមួយនេះគឺយើងប្រែថាមានតែការខិតខំជាបន្តបន្ទាប់ប៉ុណ្ណោះទើបអាចទទួលបានជោគជ័យបាទយើងមើលពាក្យលំបាកទាំងអស់គ្នាបាទ
ពាក្យលំបាកទី1របស់យើងពាក្យថាពុតនបាទពុតនមានន័យថាជាបន្តបន្ទាប់នូលីបាទនូលីយើងប្រែថាខិតខំបាទពាក្យថាឆាយនឹងបាទឆាយនឹងប្រែថាទៅអាចឆើងកងបាទឆើងកងយើងប្រែថាជោគជ័យអញ្ចឹងប្រយោគយើងអានម្ដងទៀត只要不断努力才能取得成功ប្រែថាមានតែការខិតខំជាបន្តប៉ុណ្ណោះទើបអាចទទួលបានជោគជ័យបាទអញ្ចឹងមេរៀននៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីមេរៀនមួយនេះបាទអញ្ចឹងដើម្បីទទួលបានវីដេអូមុនគេពី Tech Original កុំភ្លេចជួយចុច Subscribe សូមអរគុណ